ចូលធ្វើការភាសាចិនគេនិយាយថា上班上班ឧទាហរណ៍ដូចយើងនិយាយថាខ្ញុំរាល់ថ្ងៃចូលធ្វើការនៅម៉ោង8ព្រឹក我每天早上8点去上班我每天早上8点去上班ឧទាហរណ៍ទី2មុនពេលធ្វើការខ្ញុំចូលចិត្តផឹកកាហ្វេមួយកែវ上班之前我喜欢喝一杯咖啡上班之前我喜欢喝一杯咖啡ពាក្យទី2ចេញពីធ្វើការភាសាចិនគេនិយាយថា下班下班ឧទាហរណ៍ដូចយើងនិយាយថាខ្ញុំរាល់ថ្ងៃចេញពីធ្វើការនៅម៉ោង6我每天6点下班我每天6点下班ឧទាហរណ៍ទី2ក្រោយពេលចេញពីធ្វើការខ្ញុំចូលចិត្តទៅក្លឹបហាត់ប្រាណ下班后我喜欢去健身房下班后我喜欢去健身房ពាក្យទី3មកយឺតភាសាចិនគេនិយាយថា迟到迟到ឧទាហរណ៍ដូចយើងនិយាយថាខ្ញុំថ្ងៃនេះមកយឺត10នាទី我今天迟到了10分钟我今天迟到了10分钟ឧទាហរណ៍ទី2គាត់ប្រហែលជាមកយឺតនៅថ្ងៃស្អែកដោយសារតែគាត់មានធុរៈ他明天可能会迟到因为他有事他明天可能会迟到因为他有事